បាទសួស្តីទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាធីមរត្រីទាំងអស់គ្នាតាមជាទៅឆ្លោះយប់នៃទាំងអស់គ្នាភាសាតែរដូវនេះគឺជារដូវទឹកចាប់ផ្ដើមស្រកផ្ដើមហើយបងប្អូនបាទល្ងាធ្លាក់តិចតិចនេះពូជាក៏ទៅឆ្លោះត្រីក៏ដូចជាជុំបងប្អូនយើងនៅក្នុងភូមិពូជាទៅឆ្លោះច្រើនណាបងប្អូនបាទតែពេលច្រើនអ្នកខ្លះគេបាញ់ព្រួយអ្នកខ្លះគេបាញ់ឈើចាក់ត្រីបងប្អូនគេធ្វើជាឈើដងវែងតែពូជាចេះបាញ់នឹងព្រួយខ្លះគេបងថ្ងៃទៅខ្លះគេឆ្លោះយប់ទៅបងប្អូនបាទនេះត្រីមិនសូវមានធំទេបងប្អូនបាទភាសាតាតំបន់នេះគឺត្រីវារាងទូចយើងប៉ះធំមួយកូនតក់កូនដែងប៉ុនមេដៃមេជើងសូវមានធំទេបងប្អូនបាទនេះបងប្អូនឃើញស្រាប់ហើយកូនណែងប៉ុនមេជើងកូនតក់ប៉ុនមេជើងមេដៃទៅហើយក៏បានសំលេនទិញបងប្អូនបាទប៉ះណាក៏បានធំដែរតោះបងប្អូនបាទដើរបន្តទៅមុខទៀតមកគេឡំបាធំណាស់មួយតែយប់នេះបាទុយទេបងប្អូនអើយមានធំទេនេះទៅតក់ប៉ុនមីជើងបាត់ផលបាននេះប៉ុណ្ណេះបងប្អូនយប់បានណែង5 6 7 8 9 10ហើយក៏ទុយមានធំខ្លះក៏អេបទៅនេះបងប្អូនលទ្ធផលរបស់ជាឆ្លោះមិនយប់នេះតែជាមិនទៅបានទៅនេះទេមកទៅប្រហែលជា3 ដងហើយនេះតែនេះដល់ស្ងួតហើយនេះចាប់ដើមស្ងួតហើយត្រីល្បាក់ប៉ុណ្ណេះមិនតិចគីឡូទេ3 គីឡូជាងទៅ4 គីឡូហ្នឹងយ៉ាងទៅវាស្ងួតទេកូនតក់កូនអុយទុយល្អបងប្អូនអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ចាំជួបគ្នាក្នុងវីដេអូបន្តទៀត